បានសួស្តីពុកម៉ែបងប្អូនចឹងថ្ងៃនេះយើងបានមកឆាល្ពៅលាយជាមួយនឹងត្រឡាចពងទាចឹងណាបងប្អូនណានឹងម្ហូបលឿនគេថាម្ហូបលឿនចឹងណាបងប្អូនជាដំបូងយើងលាងត្រឡាចឲ្យស្អាតចឹងណាបងប្អូនណាតើមកយើងហាន់វាចំណិតមកដាក់ចានមួយមកនេះបងប្អូនគ្រឿងយើងមានត្រឡាចល្ពៅស្លឹកខ្ទឹមអីចឹងណាបងប្អូនដាក់ក្នុងចានក្បាក់មួយបន្ទាប់មកយើងមកហាន់ជាមួយនឹងល្ពៅយើងទៀតណាបងប្អូនណា ដើម្បីយកមកឆាអញ្ចឹងយើងហាន់វាចំណិតៗដាក់ក្នុងចានមួយដូចគ្នាអញ្ចឹងណាបងប្អូនណាបន្ទាប់មកយើងឆ្លៀតពេលមកហាន់ស្លឹកខ្ទឹមយើងត្រៀមមកគ្រឿងយើងត្រៀមវាទុកឲ្យហើយអញ្ចឹងណាហាន់ស្លឹកខ្ទឹមរួចរាល់ហើយយើងមកហាន់ជាមួយនឹងមើមខ្ទឹមម្ដងខ្ទឹមសវាម្ដងអញ្ចឹងណាបន្ទាប់យើងហាន់រួចអស់ហើយយើងចាក់ខ្លាញ់ចូលក្នុងខ្ទះណាបងប្អូនណាឆ្នាំងខ្ទះមកយើងដាក់ខ្ទឹមយើងមកបំពងមកអញ្ចឹងណាបន្ទាប់មកយើងដាក់ស្ករត្នោតតិចមកបងប្អូនណា ដើម្បីយើងដាក់មកបំពងវាថាឆាត្រូវការស្ករតិចតួចអញ្ចឹងណាបងប្អូនណាយើងអាចប្រើស្ករសទេយើងប្រើតែស្ករត្នោតអញ្ចឹងណាបងប្អូនណាបន្ទាប់មកយើងចាក់ទឹកត្រីចូលមកឆាមកបងប្អូនណាដើម្បីបង្កើនរសជាតិឈ្ងុយឆ្ងាញ់បន្ទាប់មកយើងឆាបន្លែបងប្អូនគេហៅឆាបន្លែចឹងយើងចាក់ល្ពៅចូលមកបងប្អូនណាល្ពៅដែលយើងបានចិតហើយលាងទឹកស្អាតហ្នឹងយើងចាក់ចូលរួចមកទទួលមកយើងចាក់ជាមួយនឹងបន្លែចូលបន្ថែមទៀតមកអញ្ចឹងណាបងប្អូនណា ហ្នឹងហើយបងប្អូនថ្ងៃនេះគេហៅថាដូចម្ហូបបួសដែរបងប្អូនណាឆាបន្លែជាមួយនឹងពងទាតោះមកយើងដាក់គ្រឿងតិចបងប្អូនណាគេហៅដាក់រ៉ូឌីសចូលថែមមកដាក់ប៊ីចេងទីចឹងបងប្អូនណាដើម្បីបង្កើនរសជាតិឈ្ងុយឆ្ងាញ់មកវាពីព្រោះយើងអត់មានដាក់ប្រើសាច់ប្រើអីឲ្យមានជាតិទេចឹងយើងមានតែដាក់ជាមួយនឹងគ្រឿងក្រៅហ្នឹងបន្ទាប់មកយើងថែមប្រេងខ្យងតិចមកបងប្អូនណាដើម្បីឲ្យឆ្ងាញ់តែម្ដងយើងអត់ភ្លេចទេបងប្អូនណាប្រេងខ្យងនេះគឺជំនួយនឹងអស់រសជាតិឈ្ងុយឆ្ងាញ់តែម្ដង តោះមកយើងកូរឲ្យវាចូលជាតិជាមួយនឹងទឹកមួយប្រេងខ្យងអីហ្នឹងឲ្យវាចូលជាតិជាមួយគ្នាមកតោះមកយើងដាក់ថែមពងមកអញ្ចឹងណាបងប្អូនណាយើងដាក់ពងទាចូលចុងក្រោយបន្តិចព្រោះពងទាឆាប់ឆ្អិនទេគោះល្មមគឺឆ្អិនហើយយើងកូរវាយើងដាក់2គ្រាប់សាកមើលសិនអញ្ចឹងណាបងប្អូនណាតោះមកយើងដាក់ថែម2គ្រាប់ពីលើទៀតទាំងអស់វា4គ្រាប់អញ្ចឹងណាបងប្អូនណាពងទាហ្នឹងហើយបងប្អូនយើងដាក់ពី4 5គ្រាប់ថែមពីលើទៀតមកដល់យើងកូរវាមក ការាឆាបន្លែជាមួយពងទាគឺមានរសជាតិឈ្ងុយឆ្ងាញ់តែម្ដងបងប្អូនអើយយើងហូបបាយក្តៅៗឈ្ងុយស្រួយទៀតក្តាំងវាក៏មកខ្ញក់មកហាំជាមួយគឺឆ្ងាញ់តែម្ដងអញ្ចឹងណាបងប្អូនណានេះគេហៅថាម្ហូបលឿនពងទាឆាជាមួយនឹងល្ពៅត្រឡាចសិតតែរបស់ដែលជំនួយដល់សុខភាពអញ្ចឹងបន្លែហើយវាអត់សូវមានសាច់អីទេអញ្ចឹងណាបងប្អូនណាអញ្ចឹងបងប្អូនអាចញ៉ាំមហាចេះវិញក៏ម្យ៉ាងដែរ កុំឲ្យញ៉ាំតែសាច់ពេកក៏មិនល្អដែរណាបងប្អូនណាយើងសាកមកញ៉ាំបន្លែជាមួយពងទាហើយយើងដាក់មិញយើងដាក់ស្លឹកខ្ទឹមចូលមិនដែលឆ្អិនហើយបងប្អូនណាដាក់ស្លឹកខ្ទឹមចូលហើយតោះមកយើងកូរបន្តិចមកដើម្បីស្លឹកខ្ទឹមនឹងវាជប៉ុបជាមួយចូលមកវាឈ្ងុយជាមួយនឹងគ្រឿងក្រៅរបស់យើងអញ្ចឹងណាបងប្អូនណាហ្នឹងហើយបងប្អូនថ្ងៃនេះខ្ញុំមានប៉ុណ្្នឹងឯងអរគុណច្រើនសូមបងប្អូនជួយ share ដើម្បីវីដេអូនេះពីក្រោយ